ខ្ញុំគិតថាបងប្អូនទាំងអស់គ្នាប្រហែលជាបានមើលវីដេអូនេះចំនួនប្រហែលជា1នាទីតើតើនឹងអឺបងត្រីស៊ីថេងដែលគាត់នៅក្នុងព្រៃនេះបាទ30ឆ្នាំជាមួយនឹងសត្វព្រៃហើយឃ្លាមួយដែលគួរឲ្យចាប់អារម្មណ៍ជាងគេគឺគាត់ថ្លែងថា30ឆ្នាំនៅជាមួយសត្វព្រៃពិតជាទុនជ្រៃណាស់បាទអ្នក5ខែសោះអ្នកពិតជាមានអំណាចខ្លាំងណាស់សូមចុះចាញ់ឲ្យលោកបាទពាក្យនេះយើងក៏មិនដឹងថាយ៉ាងណាយ៉ាងណីដែរភាសាគាត់បានបង្ហោះនៅថ្ងៃទី16ខែមិថុនាបាទអញ្ចឹងវាមានន័យថាវា2អាទិត្យមុនហើយយើងទាំងអស់គ្នានិយាយអត់ទៅយើងវាមិនបាននៅក្នុងហេតុការណ៍បាទរឿងគាត់បាទចង់និយាយអញ្ចឹងណាប៉ុន្តែបានថាដំរីដែលបាទរំលែងជីឈ្មោះLucky នេះមានន័យថាគ្នាវិយមបាទគិតអស់ទៅគ្នាបាទនិយាយអត់ទៅគ្នាវាមិនដឹងថាបងបាទសិទ្ធិនឹងជាម្ដាយឬក៏ជាឪពុកទេបាទអញ្ចឹងនិយាយអស់អញ្ចឹងណាព្រោះគ្នាជាសត្វហើយក៏ខ្ញុំគិតថាទឹកចិត្តស្រឡាញ់បាទរឿងសត្វហើយនឹងមនុស្សហ្នឹងវាមានពិតបាទយើងគាត់ថាគឺមើលគាត់ថាគ្នាជាសត្វមែនក៏ប៉ុន្តែអារឿងបាទមនោចេតនាហ្នឹងគឺវាមានពិតបងប្អូនឲ្យមើលនេះបាទគាត់រៀបចេញទៅហើយប៉ុន្តែមកយំមកអីមកខាត់អញ្ចឹងបាទហើយដំរី Lucky នេះទៀតសោតនេះគឺនិយាយអត់ទៅគាត់បើតាមបាទខមមិនបងប្អូនមែនតើហ្នឹងគឺគាត់ចេះសពគ្រប់បាទហើយយើងអាចសង្កេតមួយទៀតតើតើនឹងដំរីដែលបាទ Lucky ហ្នឹងក៏គ្នាមានអត្តចរិតល្អបាទមានថាមុំដំរីអ្នកដែលមើលថែដំរីហ្នឹងលុះត្រាតែគាត់មើលល្អហើយបាទដំរីហ្នឹងវាល្អដូចគ្នាបាទនិយាយអស់ទៅគឺពិបាកណាស់បាទហើយគាត់តែបញ្ជាក់ថាដំរី Lucky ហ្នឹងគឺចូលចិត្តបាទផ្លែប៉ោមបាទហ្នឹងហើយបាទហើយរយៈពេលដែលគាត់មើលថែនេះវារយៈពេលបាទ95មកឬវាចូល26ឆ្នាំបាទអញ្ចឹង26ឆ្នាំយើងគិតមើលមិនមែនតិចទេបាទហើយដឹងថាដំរីហ្នឹងក៏ត្រូវទៅបាទទៅដោះគោដោះអីដែរណាមុំទៅវាធំមុំទៅអីជាងយើងគិតមើល26ឆ្នាំពិតជាយើងមើលចុះមើលឡើងគឺថាបាទពិបាកមែនតើបាទនិយាយទៅពិបាកមែនតើហ្នឹងហើយរយៈពេលហ្នឹងប្រហែលជាមកពីលោកអ្នកដែលមើលពីមុនណាមានការផ្លាស់ប្ដូរបាទហើយចឹងយើងក៏មិនដឹងថា5ខែនឹងតែគាត់និយាយនឹងវាយ៉ាងណាដែរលុះត្រាតែខាងសួនសัตว์ហ្នឹងមកបញ្ជុលពួកយើងហើយពួកយើងនៅខាងក្រៅក៏ជារឿងក៏យើងវាមិនដឹងរឿងស៊ីជម្រៅដែរនេះគឺជារឿងតែមួយខាងទេបងប្អូនណាខាងយើងអត់ឃើញរូបភាពហ្នឹងតែរឿងផ្សេងទៀតលុះត្រាតែខាងគេបកស្រាយដែរបាទចឹងដល់ស្ដាប់ទាំងសងខាងបងប្អូនបាទអរគុណ